សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាមួយនឹង Channel Smart Cell ថ្ងៃនេះដែរខ្ញុំមក review ជាមួយនឹង account Clash of Clans ចឹងទីមួយយើងទៅមើល Town Hall របស់គាត់គឺ level 14 ហើយគាត់កំពុងតែ update ឲ្យវាឡើង level ទៀតហើយបន្ទាប់មកយើងទៅមើល gym របស់គាត់កប់សេរីមែនតើបងប្អូនគាត់មានហត់ 5,900 ជីម 76,000 វាយើងគិតទៅវាយើងខកឃើញនៅជីមវាយើងចំណាយលុយទិញជីមក៏អស់ច្រើនដែរអញ្ចឹងជីមរបស់គាត់គឺច្រើនមែនតើអញ្ចឹងបន្ទាប់មកយើងទៅមើលshop list របស់គាត់អញ្ចឹង shop list របស់គាត់មាន 1334 គឺច្រើនដែរហើយបន្ទាប់មកយើងទៅមើល enemy level របស់គាត់ចឹង enemy របស់គាត់គឺគាត់ update កប់ដែរបងប្អូនចៃ N នេះ level 8ទឹកអីកប់ដែរបងគាត់លេខយកគាត់ update ចិត្តអស់ហើយហ្នឹងហើយបន្ទាប់មកយើងទៅមើលតតាំងជាមួយនឹងking ជាមួយនឹង hero របស់គាត់ទៅតែងជាមួយនឹង king និងអីចឹង king របស់គាត់ queen របស់គាត់ level 50 king level 47ហើយជាមួយ hero ពីរនេះគឺ28ជាមួយនឹង13គឺមើលទៅល្អដែរតាបងប្អូនហើយយើងមកមើលនេះម្ដងទៀតជាមួយ shop list របស់យើងឥឡូវយើងមកមើលលបងរបស់គាត់ក៏រៀងមិចអស់ដែរបងប្អូនលបងគាត់ក៏មិចឲ្យគាត់មានជាងរហូតដល់15អស់ចាមែនតើជាងរបស់គាត់គឺរហូតដល់15មកហើយគាត់ដាក់តម្លៃលក់ហ្នឹងក៏រៀងធូរថ្លៃមានថ្លៃបងបើយើងគិតថាជីមរបស់គាត់វិញគឺវាច្រើនแล้วមកមើលផ្ទះយប់របស់គាត់ផ្ទះយប់របស់គាត់ក៏អែមអាចនឹងលេងបានគួរសមដែរមើលថនហោ9ដែរហ្នឹងបងប្អូនទៅអានេះលេងទៅវាមកយើងមកសបាយដែរហើយហ្នឹងហើយបងប្អូនបើសិនជាអ្នកណាចង់បាន account ហ្នឹងតាក់ទងតាម Telegram មកខ្ញុំនឹងអាចតាក់ទងតាម Telegram បាទអរគុណសូមស្វាគមន៍ជាមួយនឹងវីដេអូក្រោយទៀតតែបងប្អូនមានចង់មាន Cloud Clan នឹងខ្ញុំជួយ review ឬក៏ចង់ទិញឬក៏ចង់លក់អាចប្រាប់ខ្ញុំបាន